បាទបើសិនជាអ្នកទាំងអស់គ្នាចង់ផ្ញើអវ៉ាន់របស់ខ្លួនទៅកាន់នរណាម្នាក់ឬក៏អ្នកលក់អនឡាញចង់ដាក់អវ៉ាន់របស់ខ្លួនទៅកាន់អតិថិជនបាទគាត់អាចធ្វើការ booking ម៉ូតូតាម app Grab នេះបានទីមួយយើងចូលមកកាន់ពាក្យ Express នេះមកបាទតមកវានឹងចេញផ្ទាំងមួយបែបនេះហើយខាងលើនេះគឺជាទីតាំងរបស់ដែលយើងកំពុងនៅហ្នឹងហើយបាទហើយបើសិនជាយើងអត់ស្គាល់ទីតាំងយើងទេយើងអាចចុចពាក្យនេះមកឲ្យវាដាក់ចំទីតាំងរបស់យើងអូតូម៉ាទិកបាទហើយតមកទៀតយើងដាក់ទីតាំងទី2គឺជាទីតាំងអតិថិជនរបស់យើងដែលយើងចង់ដាក់ឧទាហរណ៍ខ្ញុំចង់ដាក់ទៅវិមានឯករាជ្យបាទនេះវានឹងចេញបែបនេះមកហើយយើងចុចពាក្យ confirm មកហើយតម្លៃគឺអស់ 1200 បាទហើយយើងត្រូវបំពេញ item មួយចំនួនឧទាហរណ៍កន្លែងនេះគឺយើងចូលដាក់គីឡូមកឧទាហរណ៍បានយើងមាន1គីឡូ2គីឡូដាក់2គីឡូមកបាទបន្តមកទៀតយើងត្រូវដាក់ឈ្មោះនិងលេខទូរស័ព្ទរបស់គាត់អញ្ចឹងឧទាហរណ៍ឈ្មោះភ្ញៀវខ្ញុំគឺឈ្មោះសីបាទលេខរបស់គាត់គឺ086បាទលេខភ្ញៀវខ្ញុំគឺបែបនេះហើយខាងក្រោមនេះយើងចង់ដាក់ក៏បានមិនដាក់ក៏បានហើយយើងចុចពាក្យ confirm បាទបន្តមកទៀតវាចេញបែបនេះភាសាទៀតយើងមើល item របស់យើងត្រូវហើយយើងអាចចុច revenue order នេះបានបាទបន្តមកទៀតចុច book delivery នេះមកហើយវានឹងចេញទំនងបែបនេះបានន័យថាវាជោគជ័យហើយអញ្ចឹងនៅពេលដែលមានម៉ូតូគាត់នៅក្បែរហ្នឹងគាត់ទទួលអញ្ចឹងគាត់នឹងធ្វើការមកយកបានយើងចំទីតាំងដែលយើងកំពុងនៅហ្នឹងបាទនេះគឺបានជោគជ័យហើយអញ្ចឹងខ្ញុំសុំ cancel វិញព្រោះខ្ញុំអត់ត្រូវការ booking ទេអញ្ចឹង cancel ចុចបែបនេះមកចុច confirm ទៀតបាទហើយវីដេអូមានតែប៉ុណ្ណឹង